អាជ្ញាធរខេត្តតាកែវជំរុញអាជ្ញាធរក្រុងស្រុកផ្ដល់ទិន្នន័យមូលដ្ឋានជូនមន្ទីរផែនការខេត្តឲ្យបានទាន់ពេលវេលាដើម្បីធ្វើផែនការអភិវឌ្ឍខេត្តលោកញ៉ែមស្រស់អភិបាលរងខេត្តតាកែវបានធ្វើការជំរុញដល់អាជ្ញាធរក្រុងស្រុករួមនឹងឃុំសង្កាត់ទាំងអស់ត្រូវផ្ដល់របាយការណ៍ទិន្នន័យមូលដ្ឋានជូនមន្ទីរផែនការខេត្តឲ្យបានទាន់ពេលវេលាគ្រប់ជ្រុងជ្រោយនិងជឿជាក់បានដើម្បីមន្ទីររៀបចំធ្វើផែនការអភិវឌ្ឍខេត្តថ្លែងនៅក្នុងឱកាសអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគ្រូបង្គោលថ្នាក់ខេត្តស្ដីពីការប្រមូលទិន្នន័យមូលដ្ឋានឃុំសង្កាត់ឆ្នាំ2025របស់ខេត្តតាកែវនាព្រឹកថ្ងៃសុក្រទី14ខែវិច្ឆិកាឆ្នាំ2025ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការលោកស្រីនាយករងទីចាត់ការផែនការនិងវិនិយោគទីចាត់ការរដ្ឋបាលលោកអភិបាលរងក្រុងស្រុកទទួលបន្ទុកការងារផែនការលោកស្រីប្រធានអនុប្រធានការិយាល័យផែនការគាំទ្រឃុំសង្កាត់ជាច្រើនរូបទៀតលោកញ៉ែមស្រស់អភិបាលរងខេត្តតាកែវបានថ្លែងថាទិន្នន័យមូលដ្ឋានឃុំសង្កាត់ជាស្ថិតិរដ្ឋបាលនៅមូលដ្ឋានដែលជាផ្នែកមួយនៃប្រព័ន្ធទិន្នន័យស្ថិតិជាតិសម្រាប់បំពេញសេចក្តីត្រូវការប្រើប្រាស់របស់អ្នកធ្វើគោលនយោបាយអ្នករៀបចំកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងអ្នកប្រើប្រាស់ទិន្នន័យស្ថិតិរបស់ក្រសួងស្ថាប័នថ្នាក់ជាតិថ្នាក់ក្រោមជាតិវិស័យឯកជននិងអង្គការជាតិអន្តរជាតិលោកអភិបាលរងខេត្តតាកែវគូបញ្ជាក់ថារដ្ឋបាលក្រុងស្រុកឃុំសង្កាត់មានកាតព្វកិច្ចរៀបចំកសាងផែនការអភិវឌ្ឍរយៈពេល5ឆ្នាំក្នុងឆ្នាំទី1នៃអាណត្តិរបស់ក្រុមប្រឹក្សានិងរៀបចំកម្មវិធីវិនិយោគ3ឆ្នាំរុនកិលប្រចាំឆ្នាំដោយប្រើប្រាស់ឯកសារព័ត៌មានស្ថានភាពឯកសារពិន្ទុវិស័យសម្រាប់ជាឧបករណ៍វិភាគធ្វើជាមូលដ្ឋាននីយកម្មក្នុងការធ្វើបច្ចុប្បន្នការកំណត់បញ្ហាដំណោះស្រាយលើផែនការអភិវឌ្ឍនិងការវិធីវិនិយោគ3ឆ្នាំរំកិលថ្នាក់ក្រោមជាតិដូច្នេះរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ទាំងអស់ត្រូវតែយកចិត្តទុកដាក់សហការផ្ដល់ទិន្នន័យមូលដ្ឋានរបស់ខ្លួនមកមន្ទីរជំនាញដើម្បីជាធាតុចូលក្នុងការវិភាគវិតម្លៃចងក្រងរបាយការណ៍សម្ដៅបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍនៅមូលដ្ឋានក្នុងឱកាសនោះលោកញ៉ែមស្រស់ក៏បានបញ្ជាក់ពីគោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីពង្រឹងសមត្ថភាពចំណេះដឹងនិងជំនាញរបស់លោកស្រីជាគ្រូបង្គោលឲ្យមានសមត្ថភាពខ្ពស់ក្នុងការយល់ដឹងច្បាស់ពីវិធីសាស្ត្រនិងឧបករណ៍ប្រមូលទិន្នន័យថ្មីៗធានាបាននូវគុណភាពត្រឹមត្រូវនៃទិន្នន័យដែលប្រមូលបានម្យ៉ាងវិញទៀតលោកស្រីជាគ្រូបង្គោលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលបន្តជូនដល់មន្ត្រីជំនាញនៅថ្នាក់មូលដ្ឋានដើម្បីឲ្យការប្រមូលទិន្នន័យបានទាន់ពេលវេលានិងធានាបាននូវការប្រមូលទិន្នន័យមានភាពជាក់លាក់ស្របតាមបទដ្ឋានបច្ចេកទេស